តើអ្នកកំពុងធ្វើអ្វីអូព្រះជាម្ចាស់ឲ្យខ្ញុំមានស្ទីលកាត់សក់ហើយអស្ចារ្យមែនប្រញាប់ឡើងពេលណាទើបចេញពីគុកខ្ញុំបានយកវត្ថុស័ក្តិសិទ្ធិពីលើឡានហើយរត់ឆ្ពោះទៅគែមច្រាំងថ្មចប់អូអ្នកស្លាប់ទៅហើយពិតជាសំណាងណាស់ តែរបស់គាត់បានរាយការណ៍រឿងនេះទៅឆ្កែពួកគេមិនមែនជាស្ត្រីសាមញ្ញទេពួកគេត្រូវការសម្រាប់តោះទៅឆ្កែវង្វេងស្ថានភាពអាសន្នឆ្កែវង្វេងស្ថានភាពអាសន្នពន្យល់ស្ត្រីពីរនាក់បានរត់ចេញរួចក៏រត់គេចខ្លួនបាត់ទៅទ្វារក្រោយកំពុងកាត់ឡើងពួកគេបានភ្ជាប់ទូរស័ព្ទគ្នានៅចុងសប្តាហ៍គួរឲ្យចាប់អារម្មណ៍ស្ត្រីទាំងពីរនាក់នេះមិនសាមញ្ញទេមានជំនាញហើយពួកគេអាចបង្កើតគ្រាប់បែកភ្លើងបានវាពិតជាធំណាស់ទ្វារខាងក្រោយមិនមែនជាច្រាំងថ្មចោតទេពួកគេបានលោតចុះពីលើច្រាំងថ្មចោតដោយផ្អែកលើជំនាញរបស់ពួកគេខ្ញុំគិតថាពួកគេប្រហែលជាមិនដួលស្រួលទេខ្ញុំដឹងស្ត្រីដទៃទៀតរកមិនឃើញតែមួយទេខ្ញុំទើបតែធ្វើការហៅទូរស័ព្ទក្រុមដែលបានទៅជាន់របស់ពួកគេដើម្បីស្វែងរកការប្រយុទ្ធបានបញ្ចប់មានអ្វីមួយបានកើតឡើងចំពោះពួកគេគឺខ្ញុំគួរបញ្ជូននរណាម្នាក់មកពិនិត្យ人算不如天算。ការវាយប្រហារនេះពិតជាខុសខើនឹងមិនម៉ាត់ជាងជនរងគ្រោះដែលមិនពេញចិត្តមួយចំនួនធំរួចទៅហើយយើងបានប្រយុទ្ធប្រឆាំងនឹងពួកគេប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេខ្ញុំសង្ឃឹមថាអ្នកអាចរក្សា
ហររបស់អ្នកបានមុនពេលយើងមកដល់យើងសង្ឃឹមថាអ្នកអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនិងសុវត្ថិភាពរបស់ចំណាប់ខ្ញុំក៏នឹងរាយការណ៍ទៅថ្នាក់លើរបស់ខ្ញុំផងដែរយើងនឹងតាក់ទងជាមួយយោធាសូមពិពណ៌នាអំពីស្ថានភាពដែលអ្នកចង់នៅកន្លែងកាត់សូមជម្រាបជូនថ្នាក់លើរបស់អ្នកយើងបានរាយការណ៍ទៅមូលដ្ឋានខ្ញុំជឿថាពួកគេនឹងតាក់ទងអ្នកឆាប់នេះពពចូលចង់ចាំថាត្រូវការពីខ្លួនអ្នកនិងសុវត្ថិភាពរបស់ចំណាប់ខ្មាំងយើងកំពុងស្វែងរកមូលដ្ឋានសុវត្ថិភាពដើម្បីត្រៀមខ្លួនសម្រាប់សមរភូមិរយៈពេលវែងយើងរងចាំការមកដល់របស់អ្នកការហៅទូរស័ព្ទនេះបានបញ្ជាក់ត្រូវរកខ្លួនក្រុមរបស់យើងអីទេស្រួលខ្លួនហើយតាកងកម្លាំងពិសេសនារី Myphonics ទីហ៊ានកងកម្លាំងពិសេសនារីតុបតែងវាមើលទៅមិនដូចវាទេពួកគេបានចូលរួមជាមួយក្រុមចៅប្លន់រួចហើយតែក្រុមចៅបានរងរបួសដែរទេយ៉ាងណាក៏ដោយមានទីហ៊ានកងកម្លាំងពិសេសនៅខាងក្នុងវានៅតែជាក្រុមប្រតិបត្តិការពិសេសពេញលេញមួយទាំងពីរសុទ្ធតែជាកាំភ្លើងធំដែលសម្រុកសម្រាប់ពលរដ្ឋជាព្រះពុទ្ធទីស្នាក់ការកណ្ដាលខ្ញុំជាខ្លាដកាច់សាហាវខ្ញុំមានរបាយការណ៍បន្ទាន់មួយយើងត្រូវតាក់ទងយោធាវាគឺជាកងកម្លាំងពិសេសរបស់ពួកគេដែលបានហៅប៉ូលីសមានពួកគេចំនួន9នាក់នៅខាងក្នុងយោធាទីយើងបានតាក់ទងមកយើងកងកម្លាំងពិសេសពួកក្រុម Thunder Commando កំពុងធ្វើដំណើររួចហើយពួកគេក៏នឹងចូលរួមក្នុងស្ថានភាពនេះឡៃចានក៏មកដែរថទីស្នាក់ការកណ្ដាលខ្ញុំយល់ហើយយើងអាចដោះស្រាយវាបានហើយដើម្បីបានជាកងកម្លាំងពិសេសយោធាចូលរួមពួកគេបានប្រើប្រាស់មនុស្ស9នាក់របស់ពួកគេថាក៏ជាកំពុងមកទៅមានមនុស្សមានរោងតែប៉ុន្មានអ្នកទេឥឡូវនេះវាល្អទាំងអស់ការបែងចែកវាគ្រួសារទាំងពីរមិនគ្រប់គ្រាន់ទេកុំឲ្យការប្រុងប្រយ័ត្នរបស់អ្នកធ្លាក់ចុះម៉ូលេគុលក្បាលអាចដឹកជញ្ជូនខ្យល់ដែលមានរសជាតិធ្ងន់ស្ដាប់ទាំងអស់គ្នាអបអរសាទរការរៀបចំសម្រាប់សមរភូមិដ៏ខ្លាំងក្លាមួយគឺតែទឹកដោះគោនេះជាព័ត៌មានអំពីកោះគូស្នេហ៍តើវាអាចជាគាត់ដោយរបៀបណាបាចាសាវីគឺជាម្ដាយនៃស្រុកអាស៊ីតហ្វូលិកនេះជាកម្មសិទ្ធិរបស់គាត់អូពួកគេទាំងអស់គ្នាបានបញ្ចូលគ្នានៅវិធីសាស្ត្របន្ថយសេចក្ដីយោងតាមព័ត៌មានស៊ើបការសម្ងាត់ដែលបញ្ជូនមកពីភីគីមខាងទៀតឥឡូវនេះពួកចៅប្លន់មានបំពាក់អាវុធយ៉ាងល្អបានហ្វឹកហាត់យ៉ាងល្អដូច្នេះហើយយើងម្នាក់ត្រូវប្រុងប្រយ័ត្នតាមតែអាចធ្វើទៅបានអូយខ្ញុំឆ្ងល់ថាតើអ្នកដទៃសុខសប្បាយជាទេយើងនៅតែបាត់ខ្លួនមនុស្ស4នាក់ពួកគេត្រូវតែប្រយុទ្ធអ្នកមានភាពលំអៀងទៅរកពួកគេខ្លាំងណាស់ពួកគេគឺជាអ្វីដែលយើងដាំដុះពួកគេត្រូវតែប្រយុទ្ធពួកគេត្រូវការវាយ៉ាងខ្លាំងឥឡូវនេះជារូងចចកយើងបានតាក់ទងប្រធានប៉ូលីសហើយមិនអីទេសូមយកវាពីខ្ញុំហៅខ្ញុំជាខ្លាខ្ញុំមិនដែលរំពឹងថាយើងនឹងបន្តដំណើរការក្រោមកលៈទេសតើការហៅទូរស័ព្ទនោះយ៉ាងម៉េចដែរតើមានព័ត៌មានអ្វីបន្ថែមទៀតទេយើងកំពុងធ្វើដំណើរទើបតែពេលនេះវ៉ាសេនីឯកស្រីដែលស្ថិតនៅក្រោមបញ្ជារបស់អ្នកបាននិយាយជាមួយខ្ញុំរួចហើយឥឡូវនេះពួកគេកំពុងស្វែងរកមនុស្ស4នាក់បន្ថែមទៀតកំពុងរៀបចំដាក់ឲ្យដំណើរការកាលពីឆ្នាំមុនបច្ចុប្បន្នផែនការបន្តប្រឆាំងភេរវកម្មរបស់ប៉ូលីសត្រូវបានធ្វើឲ្យសកម្មនាយកដ្ឋានប៉ូលីសផ្សេងមនុស្សគ្រប់គ្នាកំពុងប្រញាប់ប្រញាល់ទៅកាន់កោះគូស្នេហ៍ឲ្យបានលឿនតាមដែលអាចធ្វើទៅរបស់យើងនៅសល់ប្រហែល10នាទីទៀតខ្លាយើងប្រហែលជាត្រូវការកន្លះម៉ោងទៀតអ្នកអាចទៅដល់កោះ Lover's Island ខ្ញុំសង្ឃឹមថានឹងធ្វើប្រតិបត្តិការរួមគ្នាជាមួយអ្នកខ្លាឲ្យអ្នកយល់ទេច្បាស់លាស់ខ្ញុំបានទទួលការណែនាំពីថ្នាក់លើរបស់ខ្ញុំឲ្យធ្វើការជាមួយអ្នកតារាបណាចំណាប់ខ្មាំងមិនរងរបួសធ្ងន់ធ្ងរខ្ញុំនឹងបន្តការបញ្ជាទេ采取警戒手段，等待你们的到来。太好了，非常感谢你。以后我们一定能英勇不ខ្ញុំជឿពួកគេខ្ញុំក៏ជឿជាក់លើខ្លួនឯងដែរ相信自己。